រៀបសួរបងប្អូនប្រិមិត្តបាទទូទាំងសកម្មជនទាំងអស់គ្នាជាទីមេត្រីយើងឃើញថានៅព្រឹកថ្ងៃទី19 ខែមិថុនាឆ្នាំ2026នេះមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបាទគឺរថយន្ត Lancer ពណ៌ខ្មៅផ្លាកលេខ CD បាទ CD ជាមួយនឹងម៉ូតូហើយភាគីខាងម៉ូតូគឺយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យហើយឥឡូវមកមើលទស្សនវិជ្ជាទូទៅនៅទីតាំងការខេត្តទាំងអស់គ្នាដូចតទៅជំនួសបាទអញ្ចឹងមានន័យថាឡាន Lancer CD នេះគឺធ្វើដំណើរពីបូងមកជើងបាទតាមបណ្ដោយផ្លូវ OCC មានកន្លែងជំនួសបុកពុកម៉ែបងប្អូនយើងហើយលឺថាម៉ូតូឆ្លងបាទនេះជំនួសព្រួញទៅពោះខុសត្រូវយ៉ាងណាគឺថាបាត់តិចលុំបាញ់ឆ្នាំនេះដែរបាញ់ឆ្នាំនេះទៅទៀតពុកម៉ែបងប្អូនយើងតិចតែម្ដងបាទម៉ូតូ Zoomer នេះនឹងជម្រាបសួរបងប្អូនប្រិមិត្តទូទាំងសង្គមជនទាំងអស់គ្នាជាទីមេត្រីឥឡូវនៅព្រឹកថ្ងៃទី19 ខែមិថុនាឆ្នាំ2026នេះមានករណីគ្រោះថ្នាក់ចរាចរណ៍រន្ធត់មួយបាទរវាងរថយន្តបាទរថយន្ត CD បាទរថយន្តទូកហើយជាមួយនឹងម៉ូតូហើយភាគីខាងម៉ូតូឮថាសិស្សសាលាយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យហើយបាទដែលពាក់ស្លាកលេខភ្នំពេញ 1GK 1159បាទហើយរថយន្តនេះឥឡូវយើងមកមើលរថយន្តនឹងម៉ាកអីទេបាទ CD 47បាទ CD 47 002បើតាមយើងដឹងរថយន្តនេះគឺជារថយន្តរបស់ខាងទូកពុកម៉ែបងប្អូនយើងអូ Lancer បាទពុកម៉ែបងប្អូនឃើញយើងអត់ដឹងបើទៅពីណាមកអីហ្នឹងមកកលាប់ប្រឆាំងគ្នាជាមួយនៅលើដងផ្លូវ OCIC ពីដៅពីជើងមកត្បូងពុកជាមួយនឹងម៉ូតូនេះឥឡូវយើងឃើញថាខាងសមត្ថកិច្ចបាទមូលដ្ឋានលោកបានមកដល់ទីតាំងកើតហេតុក៏ដូចជាយកភាគីខាងម៉ូតូយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យហើយឥឡូវលោកកំពុងតែធ្វើការដោះស្រាយតាមជំនាញរបស់លោកផងដែរពុកម៉ែបងប្អូនយើងឲ្យសូមបើកបរប្រុងប្រយ័ត្នទាំងអស់គ្នាកុំឲ្យគ្រោះថ្នាក់ចរាចរណ៍ដូចពេលនេះចឹងពុកម៉ែបងប្អូនយើងមិនទស្សនវិជ្ជាមួយរថយន្ត Lancer នេះរថយន្តសេរីទំនើបតែម្ដងពុកម៉ែបងប្អូនយើងបាទ42 2.002 បានធ្វើដំណើរ